គេថាមេកាន់តែងងឹតឃើញផ្កាយកាន់តែច្បាស់ពេលជីវិតយើងធ្លាក់ដល់សូន្យអ្នកក៏មើលឃើញមិត្តពិតនិងសត្រូវពិតច្បាស់ដូចគ្នាជីវិតយើងពេលដែលធ្លាក់ដល់សូន្យយើងជួបរឿងអយុត្តិធម៌មែនទែនអ្នកស្គាល់គ្នាអ្នកធ្លាប់ពឹងពាក់គ្នាអាចងាកមកខំយើងវិញក៏មានដែរវាជារឿងគួរឲ្យឈឺចាប់មែនទែននៅក្នុងជីវិតយើងថាអ្នកដតីវាអ្នកដតីទៅចោះអាអ្នកស្គាល់គ្នានឹងក៏ប្រឹងតោងឡាយតោង view ប្រឹងចូលដៃចូលជើងជាមួយគេដើម្បីមកវាយប្រហារយើងក៏មានដែរសង្គមយើងគឺបែបនេះឯងពេលដែលអ្នកធ្លាក់ចុះគឺជាពេលវេលាដែលអ្នកឯកោបំផុតនៅក្នុងជីវិតនៅពេលដែលយើងធ្លាក់ចុះវាក៏ជាពេលវេលាល្អមួយដែរដែលយើងរៀនស្គាល់សត្រូវពិតនិងរៀនចងចាំមិត្តពិតនៅក្នុងជីវិតរបស់យើងអ្នកខ្លះនៅពេលដែលយើងឡើងគេហៅយើងថាមិត្តនៅពេលដែលយើងធ្លាក់ចុះគេចាប់ផ្ដើមជន់យើងថែមឌឺដងផ្លែផ្កាលើកដង្កើងខ្លួនឯងជាមនុស្សល្អមួយរំពេចតែម្ដងទាំងអ្នកខ្លះធ្លាប់ពឹងពាក់យើងពីមុនមកទាំងដែលខ្លួនឯងក៏ធ្លាប់ពឹងពាក់យើងដែរពីមុនមកនៅក្នុងសង្គមនេះគឺត្រៀមចិត្តសម្រាប់ឈឺខ្លះក៏ល្អដែរព្រោះជីវិតយើងវាមើលមិនឃើញទេជួនកាលក៏ឡើងជួនកាលក៏ធ្លាក់ចុះនេះហើយជាដំណើរនៃជីវិតអ្នករស់នៅក្នុងសង្គមនៅពេលដែលយើងធ្លាក់ចុះសូមចងចាំមនុស្សពីរនាក់ឲ្យច្បាស់ទី1គឺអ្នកជួយទី2គឺអ្នកជាប់ជីវិតយើងមិនឡើងរហូតទេនោះក៏មានន័យថាជីវិតយើងក៏មិនធ្លាក់រហូតដែរមេឃភ្លៀងគង់តែរាំងវិញជារឿងធម្មតាសង្គមនេះគឺផ្ទុះតែមួយឆាវទេរៀនទប់ខ្លួនឲ្យនឹងងើបឡើងវិញជីវិតជាជំរើសរបស់យើងពេលខ្លះយើងធ្លាក់ចុះក៏ជាពេលវេលាល្អមួយដែលបង្រៀនយើងពីសង្គមរស់នៅពិតប្រាកដដែរកុំបាក់ទឹកចិត្តដួលកន្លែងណាត្រូវងើបកន្លែងហ្នឹងដើរបន្តទៅមុខទៀតជីវិតយើងជាម្ចាស់តែម្នាក់គត់បើសិនជាយើងដួលយើងមានជំរើសពីរជំរើសទី1គឺដួលបន្តជំរើសទី2គឺងើបដើរបន្តដំណើរទៅមុខទៀតជីវិតជាជំរើសរបស់យើងទាំងអស់គ្នាបើសិនជាយើងខ្សោយយើងនឹងក្លាយជាជនរងគ្រោះពេញមួយជីវិតរស់នៅត្រូវរំពឹងលើខ្លួនឯងឲ្យច្រើនកុំរស់នៅរំពឹងលើអ្នកដទៃច្រើនពេកគេក៏រវល់ដែរគ្មាននរណាមកចាំជួយយើងរហូតទេយើងត្រូវការកម្លាំងចិត្តតែកុំរំពឹងទន្ទឹងរង់ចាំឲ្យអ្នកដទៃមកលើកកម្លាំងចិត្តយើងឡើយគេមិនលើកទឹកចិត្តយើងក៏កុំខឹងគេហើយត្រូវតែរកវិធីលើកទឹកចិត្តខ្លួនឯងជាប្រចាំយើងត្រូវការលើកទឹកចិត្តតែយើងមិនរំពឹងថាអ្នកដទៃមកលើកទឹកចិត្តយើងរហូតទេគេជួយលើកទឹកចិត្តយើងអរគុណគេណាប៉ុន្តែបើគេមិនជួយលើកទឹកចិត្តយើងក៏មិនត្រូវបាក់ទឹកចិត្តដែររៀនលើកទឹកចិត្តខ្លួនឯងជាប្រចាំព្រោះមានតែយើងទេដែលជាម្ចាស់ការនៃជីវិតរបស់យើងត្រូវការលុយតែកុំរំពឹងថាសុកណានាម្នាក់នឹងយកលុយមកឲ្យយើងដោយស្រាប់អសោះអ្នកត្រូវខំប្រឹងរកវាដោយខ្លួនឯងបង្កើតក្តីស្រឡាញ់ឲ្យคล้ายទៅជាចំណូលខំប្រឹងដុសខាត់ខ្លួនឯងឲ្យស្រឡាញ់អាជីពដែលខ្លួនឯងកំពុងធ្វើរៀនជំនាញថ្មីដើម្បីបានចំណូលបន្ថែមកុំដេកចាំជំនួយពីអ្នកដទៃអត់កំណើតទេយើងត្រូវការលុយតែយើងមិនដេកចាំរំពឹងលុយពីអ្នកដទៃរហូតទេរកលុយដោយខ្លួនឯងស្វែងរកសមត្ថភាពដោយខ្លួនឯងទើបថ្ងៃមុខទៅយើងរីកចម្រើនយើងត្រូវការក្តីស្រឡាញ់តែកុំរំពឹងថាអ្នកដទៃអាណាមកស្រឡាញ់យើងឲ្យច្រើនជាងយើងឲ្យសោះត្រូវចាំថាគ្មានអាណាម្នាក់អាចមើលថែយើងឲ្យល្អជាងយើងខ្លួនឯងនឹងទេយើងត្រូវចំណាយពេលឲ្យបានច្រើនបំផុតលើខ្លួនឯងស្រឡាញ់ខ្លួនឯងស្រឡាញ់អ្វីដែលខ្លួនឯងមានឲ្យច្រើនអ្នកដទៃមិនស្រឡាញ់យើងជាសិទ្ធិរបស់គេតែយើងគ្មានសិទ្ធិស្អប់ខ្លួនឯងនោះទេត្រូវចងចាំយើងត្រូវការជំនួយតែយើងមិនរំពឹងថាគេគ្រប់គ្នាមកជួយយើងគ្រប់ពេលវេលានោះទេគ្មានអ្នកណាដែលចាំតែជួយយើងគ្រប់ពេលវេលាគ្រប់ទីកន្លែងនោះទេគ្មានអ្នកណាមានពេលវេលាមករកអនាគតជំនួសយើងបានទេរឿងខ្លះតតែធ្វើខ្លួនឯងរឿងខ្លះមានតែយើងទេដែលធានានៅអនាគតរបស់យើងបានយើងត្រូវការរឿងជាច្រើនដើម្បីរស់តែត្រូវចាំថាគ្មានអ្នកណាម្នាក់មករស់ជំនួសយើងបានទេរៀនលើកទឹកចិត្តខ្លួនឯងរៀនឲ្យកម្លាំងចិត្តខ្លួនឯងរៀនមើលថែខ្លួនឯងឲ្យបានល្អបំផុតព្រោះយើងជាម្ចាស់នៃជីវិតរបស់យើងគ្រប់គ្នាពាក្យពិតប្រៀបដូចជាកាហ្វេអញ្ចឹងវាល្វីងមិនតិចមែនតែវាធ្វើឲ្យយើងស្វាងបានចាស់គាត់ផ្ដាំយើងថាកុំលងនឹងសម្ដីពេលខ្លះគេសរសើរយើងស្លាប់ហើយគេបង្អាប់យើងអាចនឹងរស់ពាក្យសរសើរមានពីរផ្លូវគេសរសើរមានការពិតអានឹងគេហៅថាការលើកទឹកចិត្តតែបើអាសរសើរហើយលើសពីការពិតអានឹងគេហៅបញ្ចោហើយ
កន្លែងនឹងក៏គួរតែប្រយ័ត្នមនុស្សខ្លះមិនចូលចិត្តស្ដាប់ពាក្យពិតទេធ្វើខុសហើយចង់ឲ្យគេសរសើរក៏មានដែរគេនិយាយត្រង់ខឹងគេប្រាប់ពីចំណុចខ្វះខាតខឹងគេចោទគេថាប្រកែចាប់កំហុសអីចឹងទៅហើយពេលដែលយើងប្រកាន់ណាគំនិតនឹងកាន់តែយូរទៅមនុស្សនៅជុំវិញខ្លួនយើងគេឡើងហ៊ាននិយាយការពិតហើយអញ្ចឹងយូរទៅមនុស្សជុំវិញខ្លួនយើងសិតតែជាមនុស្សខ្លាំងខ្លាយនិយាយលើកជើងនិយាយបញ្ចោអីចឹងទៅរហូតដល់ថ្ងៃមួយយើងជួបគ្រោះដោយមិនដឹងខ្លួនដោយសារតែអាពាក្យសរសើរខ្វះការពិតនឹងឯងសុភាសិតអឺរ៉ុបមួយគេនិយាយថាថ្ងៃដែលយើងព្រមទទួលយកការពិតជាថ្ងៃដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរនិងអភិវឌ្ឍខ្លួនឯងបើយើងមិនទទួលការពិតទេយើងរកចំណុចខ្វះខាតរបស់ខ្លួនឯងមិនឃើញទេហើយគ្មានថ្ងៃណាដែលយើងរីកចម្រើនទៅមុខទេយើងរស់នៅជាមួយនឹងភាពคล้ายคล้ายយើងរស់នៅជាមួយនឹងដំណើរជីវិតមួយដែលគ្មានការពិតគ្មានថ្ងៃដែលយើងអាចអភិវឌ្ឍទៅមុខបានទេរៀនស្ដាប់ការពិតខ្លះទៅក៏វាមិនអីដែរទោះបីជាពេលខ្លះវាទៅជាបន្តិចមែនរៀនអោបទៅសោបមនុស្សនិយាយពិតឲ្យច្រើនបន្តិចទៅព្រោះពួកគេគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតរបស់យើងគេនិយាយគំរូគំរើយគេនិយាយសម្ដីអាក្រក់គេនិយាយខ្វះភាពផ្អែមល្ហែមបន្តិចក៏ដោយឲ្យតែពាក្យទាំងអស់នឹងជាពាក្យពិតយើងត្រូវរៀនទទួលយកវាមែនតើជីវិតយើងឃើញគេជួបទុក្ខកុំសើចយំហើយឃើញគេសុខសាន្តស្រុកស្ដំហ្នឹងក៏កុំទៅឈ្នានេះអីមនុស្សយើងជួបសុខជួបទុក្ខជារឿងធម្មតាទេនៃដំណើរជីវិតយើងនោះធៀបពិតទៅគ្មានអ្នកណាចង់ជួបបញ្ហាទេគ្មានអ្នកណាចង់ជួបវិបត្តិទេសារជាតិជាមនុស្សអ្នកណាក៏មានអារម្មណ៍ថាភ័យអ្នកណាក៏មានអារម្មណ៍ថាខ្លាចអ្នកណាក៏មានអារម្មណ៍ថារន្ធត់ដូចតែគ្នានឹងគ្មានអ្នកណាចង់ជួបបញ្ហាទេអញ្ចឹងនៅពេលដែលគេមានបញ្ហាកុំទៅសើចកុំទៅយំនឹងជីវិតគេយើងមិនមែនជាទេវតាទេមនុស្សលោកដូចតែគ្នានឹងថ្ងៃណាមួយអាចនឹងយើងជួបទុក្ខនឹងក៏ថាបានដែរអ្នកខ្លះឃើញគេជួបទុក្ខឃើញគេជួបបញ្ហាឃើញជីវិតគេនឹងធ្លាក់ចុះមានវិបត្តិអីទិញទួចនឹងឆ្លៀតទៅសើចយំជីវិតគេហើយអ្នកខ្លះឆ្លៀតទាំងកេងចំណេញទៅលើអាទុក្ខទៅលើអាវិបត្តិនឹងរបស់អ្នកដតីទៀតដូចជាសបាយអនឹងទុក្ខរបស់អ្នកដតីនឹងមែនតើឃើញគេជួបទុក្ខឃើញគេកំពុងតែធ្លាក់ចុះឃើញគេកំពុងតែមានវិបត្តិកុំសើចកុំយំហើយក៏កុំយកអាវិបត្តិរបស់គេនឹងមកធ្វើជាការលេងសើចរបស់យើងត្រូវចាំថាយើងរស់នៅក្នុងបរិយាកាសតែមួយទេថ្ងៃនេះយើងជន់គេថ្ងៃក្រោយគេគង់នឹងជន់យើងវិញទេហើយបើយើងបដោះយើងគ្រប់គ្រងអាគំនិតបំផ្លាញគំនិតបំពេញគំនិតជន់ឈ្លីអ្នកដតីនៅពេលដែលគេជួបទុកហ្នឹងអ្នកត្រូវចាំថានៅពេលដែលដល់វេនយើងម្ដងទើបយើងដឹងថាកំបិតវាចិត្តដងឯងនៅលើលោកនេះគ្មានអ្នកណាចង់ជួបវិបត្តិទេហើយថាមិនត្រូវថ្ងៃណាមួយវាអាចឈានទៅដល់វេនយើងនឹងក៏ថាបានដែរកុំសើចចំអកគេឲ្យសោះនៅពេលដែលគេជួបទុក្ខនៅពេលដែលគេជួបបញ្ហាវាបង្ហាញថាយើងជាមនុស្សគ្មានតម្លៃទេរឿងខ្លះណាស់តែមិនតាន់ដល់វេនយើងអត់ស្គាល់រសជាតិនៃអាការប្រមាថមើលងាយនឹងទេមិនតាន់ដល់វេនយើងអត់តាន់ស្គាល់រសជាតិនៃជីវិតដុនដាបនឹងយ៉ាងម៉េចទេតលតែថ្មធ្លាក់ចំក្បាលជង្គង់ខ្លួនឯងទើបដឹងថាវាឈឺប៉ុណ្ណានៅពេលនោះទើបយើងដឹងថាអាពាក្យសើចចំអកហ្នឹងវាឈឺជាងយកកបិតមកចាក់ទៅទៀតបញ្ឈប់វប្បធម៌សើចយំវប្បធម៌កេងចំណេញទៅលើវិបត្តិអ្នកដទៃវាគ្មានស្អីអស្ចារ្យសម្រាប់ជីវិតរបស់យើងទេរឿងលុយកាក់ត្រូវចាំពាក្យពីរនេះនៅក្នុងខ្លួនទី1ពេលមានលុយកុំប្រហែសទី2ពេលអត់លុយកុំប្រហើនទី1ពេលមានលុយកុំប្រហែសសម័យនេះគឺជាសម័យចាយវាយងាយមែនតើតែមិនប្រកាសថាជាសម័យដែលយើងងាយរលុយមកវិញទេអញ្ចឹងពេលចាយលុយម្ដងសូមកុំប្រហែសឲ្យសោះសូមគិតឲ្យល្អិតបន្តិចតាខ្ញុំក៏ផ្ដាំថាកុំហូបតាមឃ្លានកុំហ៊ានតាមចង់ហូបតាមឃ្លានហូបប្រមាណក៏មិនគ្រប់ដែរថ្ងៃនេះចង់អានេះស្អែកចង់អានោះចង់អានោះហើយចង់អានេះបន្តទៀតចង់จะអត់ចេះចប់ទេកុំហ៊ានតាមចង់ចាយតាមចង់ស្អីក៏ទិញដែរអារបស់មិនត្រូវការក៏ទិញអារបស់មិនចាំបាច់ក៏ទិញអានឹងគេហៅថាចាយប្រហែសហើយសម័យនេះលុយពិបាករកមែនតើសល់លុយខ្លះនៅក្នុងខ្លួនក៏វាមិនធ្វើទុកអីដែរបើយើងមិនទាន់ធូរធារទេពេលខ្លះរៀនខាត់ចិត្តខ្លួនឯងខ្លះទៅមុននឹងចាយវាយលុយដែលយើងប្រឹងរកទាំងលំបាកនឹងចេញទៅក្រៅសាកគិតបន្តិចមើលថាយើងមិនទាន់សបោលុយខ្លាំងណាស់មែនទេ
មួយទៀតតើយើងទៅទិញរបស់នឹងវាចាំបាច់ខ្លាំងទេសម្រាប់យើងឬក៏យើងគ្រាន់តែទិញតាមអារម្មណ៍អារបស់ចាស់ដែលយើងនៅមាននឹងយើងប្រើបានទេហើយតើយើងអាចប្រើផ្សេងមធ្យោបាយផ្សេងណាដែលអាចល្អជាងនឹងទេឬក៏យ៉ាងម៉េចរឿងចាយវាយមួយខ្ញុំគិតថាបងប្អូនកុំប្រហែសឲ្យសោះការចាយវាយប្រហែសនឹងហើយដែលជាប្រភពធំមួយដែលធ្វើឲ្យយើងទៅខ្ចីបុលអ្នកដតីរហូតកើតជាបំណុលអីផ្សេងអញ្ចឹងរឿងលុយមួយកាលណាចេញពីហោប៉ៅយើងហើយពិបាកហៅវាចូលវិញណាស់អញ្ចឹងមុននឹងចាយវាយអីមួយយើងត្រូវប្រយ័ត្នត្រូវគិតឲ្យល្អិតអានឹងបានយើងសល់លុយទៅថ្ងៃមុខនៅក្នុងវ័យ20ទៅ30ឆ្នាំជាវ័យដែលពិបាកបកក្រោយមែនទេសូមចំណាយពេលវេលានៅក្នុងវ័យមួយនេះឲ្យមានតម្លៃបំផុតសម្រាប់ជីវិតសម្រាប់គ្រួសារសម្រាប់មុខរបររបស់យើងអាយុ20ទៅ30ឆ្នាំធ្វើអីគឺត្រូវធ្វើឲ្យច្បាស់ដល់វ័យនេះជាវ័យដែលមានអំរែកធំមែនទែនដែលយើងត្រូវទទួលខុសត្រូវហើយចាប់អីសូមចាប់ឲ្យច្បាស់ការងារដែលយើងធ្វើត្រូវតែមានចំណូលចិញ្ចឹមខ្លួនឯងចិញ្ចឹមគ្រួសារចិញ្ចឹមជីវភាពរស់នៅរបស់យើងឲ្យបានល្អអ្នកខ្លះដល់វ័យនេះហើយគាត់នៅនិយាយពាក្យថាធ្វើលេងធ្វើសិនអត់ដឹងធ្វើអីជាដើមហើយបើសិនជាវ័យនេះយើងសត់ចំណូលទៀតយើងនឹងពិបាកមែនតើនៅថ្ងៃក្រោយនៅក្នុងវ័យនេះធ្វើអីសូមធ្វើឲ្យច្បាស់ចាប់អីសូមចាប់ឲ្យច្បាស់លក់ដូរអីសូមលក់ដូរឲ្យច្បាស់ត្រង់ចំណុចមួយទឹកធ្វើអីធ្វើវាឲ្យសកម្មធ្វើវាឲ្យវាមុតហើយផ្ដោតលើវាផងអ្នកខ្លះនិយាយថារកចំណូលពីការងារហ្នឹងបានច្រើនគួរសមដែរប៉ុន្តែដូចជារកអីដែលខ្លួនឯងស្រឡាញ់ហ្នឹងមិនទាន់ឃើញហើយចេះតែមិនទាន់ច្បាស់ហើយចេះតែធ្វើលេងអញ្ចឹងទៅព្រោះកំពុងតែរកការងារដែលខ្លួនឯងស្រឡាញ់ហ្នឹងមិនទាន់ឃើញសម្រាប់ខ្ញុំបើការងារទាំងឡាយណាដែលកំពុងតែរកចំណូលឲ្យយើងនាពេលបច្ចុប្បន្នហ្នឹងណាបងប្អូនសូមចំណាយពេលវេលាទៅលើវាឲ្យច្រើនតិចទៅថាមិនត្រូវយើងអាចនឹងចូលចិត្តវាថាមិនត្រូវយើងអាចនឹងស្រឡាញ់វាក៏ថាបានប៉ុន្តែបើសិនជាយើងរកការងារដែលយើងស្រឡាញ់មិនទាន់ឃើញផងហើយយើងមើលងាយការងារដែលខ្លួនឯងកំពុងតែធ្វើនឹងទៀតអានឹងជារឿងមួយដែលយើងត្រូវគិតឡើងវិញនៅក្នុងវ័យ20ទៅ30ឆ្នាំសូមចំណាយពេលវេលាទៅលើរឿងមានប្រយោជន៍ហើយក៏ត្រូវហ៊ានដើរចេញពីរឿងដែលអត់ប្រយោជន៍ដែរនៅលើបណ្ដាញសង្គមខ្ញុំឃើញអ្នកខ្លះនៅតុកស៊ីកមែនតើឃើញគេផុសការងារមួយចំនួនដែលអត់មានប្រយោជន៍ឬក៏មិនពេញចិត្តជាមួយវីដេអូជាមួយ content ដែលគេផុសហ្នឹងអត់អូសម្លងទេនៅតែចំណាយពេលវេលាវែកញែករੂខុសរੂត្រូវអ្នកខ្លះឈានទៅដល់ការឆ្លោះប្រកែកជេរប្រមាថគ្នានៅលើបណ្ដាញសង្គមក៏មានដែរហើយអាសូរតែក្មេងតូចមិនដឹងអីទៅសិតតែមនុស្សអាយុ20ទៅ30ឆ្នាំវ័យពេញសន្សំរឿងមានប្រយោជន៍បែរជាមកចំណាយពេលឆ្លោះគ្នាជាមួយគេជាមួយឯងនៅលើបណ្ដាញសង្គមហ្នឹងខាតពេលមែនតើរឿងណាដែលមិនមានប្រយោជន៍អូសវាចោលទៅកុំរវល់ជាមួយវាយើងមិនគ្រប់គ្រងយើងមិនអើពើយើងមិនចូលមើលយើងមិនចំណាយពេលមើលបណ្ដាញសង្គមបច្ចុប្បន្នប្រៀបដូចជាទឹករលកប្រៀបដូចជាសមុទ្រអញ្ចឹងអ្នកចេះនេសាទគេកំពុងតែរកត្រីហើយអ្នកដំណើរដែលគ្មានគោលដៅនឹងកំពុងតែពុលរលកនៅលើហ្នឹងអ្នកចង់បានជំរើសមួយណាអានឹងជាសិទ្ធិរបស់យើងទេសូមចំណាយពេលវេលារបស់អ្នកឲ្យមានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នក